សួស្តីចាពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះបើមកជួបជាមួយនាងខ្ញុំសាច់ថ្មីម្ដងទៀតហើយថ្ងៃនេះផងដែរនាងខ្ញុំក៏មកអួតនៅសម្រាប់កូនឆ្កែទាំងពីររបស់ខ្ញុំផងដែរណាតាំងពីបានពួកវាទាំងពីរនេះមកគឺមិនសូវស្ងាត់ទេអ្នកទាំងអស់គ្នារពឹសក៏រពឹសហើយចេះក៏ចេះទៀតហើយបើយើងដើរទៅណាមកណាគឺតាមជើងរបស់យើងរហូតហ្នឹងអ្នកទាំងអស់គ្នាបើយើងប្រហែលប្រកាសជាជន់វាជាមិនខានទេហើយថ្ងៃនេះផងដែរនាងខ្ញុំក៏មានមុខម្ហូបមួយមុខទៀតដែរហើយមុខម្ហូបមួយមុខនេះគឺថាបើធ្វើហើយគឺចុះបាយខ្លាំងណាស់អ្នកទាំងអស់គ្នាហើយមុខម្ហូបមួយមុខនេះមានឈ្មោះថាឆាផ្អកត្រីប្រាំងមានអន្លក់ស្ងោរស្អំហើយនិងនំស្ងោរផងដែរហើយដើម្បីកំដរអារម្មណ៍អ្នកទាំងអស់គ្នានាងខ្ញុំក៏មកអានរឿងស្នេហាពិភពឲ្យអ្នកទាំងអស់គ្នាស្ដាប់ជាបន្តទៀតដែរណាប៉ុន្តែមុននឹងចូលសាច់រឿងរបស់យើងសូមជួយចុច Subscribe និងបញ្ញារូបមិនដឹងម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗពី Channel នេះខ្ញុំជាបន្តទៀតកាលពីវីដេអូមុនយើងនិយាយដល់វឌ្ឍនាកំពុងតែអោបចលនាយ៉ាងណាបន្ទាប់ពីអោបគ្នារួចហើយពួកគេក៏ទៅដល់ក្នុងបន្ទប់ពេងវិញវឌ្ឍនាក៏សួរទៅចលនាថាតើមានរឿងអីទៅហេតុអីបានជាវិញ្ញាណនោះមកធ្វើបាបអ្នកនាងទៅវិញខ្ញុំក៏មិនដឹងដែរនៅសុខទុក្ខស្រាប់តែវិញ្ញាណនោះចេញមកហើយក៏ធ្វើបាបខ្ញុំតែម្ដងទៅនរៈក៏សួរទៅស្រស់ស្ដីបន្តទៀតថានេះតើអ្នកនាងមានទៅរបួសត្រង់ណាឬអត់ទេកម្លាំងរបស់វាមិនអាចយកឈ្នះខ្ញុំបានទេប៉ុន្តែហេតុអីក៏លោកដឹងថាខ្ញុំកំពុងវាជាមួយខ្មោចនោះគឺខ្ញុំភ្ញាក់ពីគេងមកហើយមិនឃើញអ្នកនាងក្នុងបន្ទប់ខ្ញុំក៏ដើររកអ្នកនាងទៅបានជាឃើញបែបនេះទៅប៉ុន្តែមុននឹងចេញទៅណាឲ្យចេះបញ្ចប់បន្តិចទៅព្រោះយើងមើលមិនឃើញទេថាមានអ្នកណាសោកឬក៏ស្រឡាញ់យើងទេចលនាញញឹមស្ដោះដាក់នរៈចាទទួលបញ្ជាលោកចវាយនរៈញញឹមតបបន្តិចហើយនិយាយទៀតថាបានហើយឆាប់ពេញទៅចំណែកឯគ្រូខ្មោចឯនេះវិញគេខឹងនឹងចលនាយ៉ាងខ្លាំងគ្រូខ្មោចនោះនិយាយតែម្នាក់ឯងថានេះនាងហ៊ានខ្លាំងជាមួយយើងផងយើងនឹងរកវិធីកម្ចាត់នាងឲ្យបាននាងខ្មោចយ៉ាងไรគ្រូខ្មោចស្រីនោះក៏ចាប់ផ្ដើមរកវិធីបន្តទៀតដើម្បីកម្ចាត់ចលនារីឯនាងមង្គលគេបានដឹងថាគ្រូខ្មោចមិនអាចធ្វើអីចលនាបានគេក៏មករកគ្រូខ្មោចនោះហើយនិយាយទៅកាន់គ្រូខ្មោចនោះថាតើយើងមិនទៅឲ្យម៉ែគ្រូហេតុអីក៏យើងធ្វើអីវាមិនបានសោះឯងកុំអាលកក់កុហកអីយើងនឹងមានវិធីដោះស្រាយទេប៉ុន្តែគឺត្រូវការប្រើពេលបន្តិចដើម្បីរកចំណុចខ្សោយរបស់វាចាំពេលឱកាសមកដល់យើងនឹងកម្ចាត់វាជាមិនខាននេះទេនាងមង្គលក៏សួរទៅម៉ែគ្រូទៀតថាតើប្រកាសដែរទេម៉ែគ្រូប្រកាសណាស់យើងឲ្យកូនចៅរបស់យើងទៅគឺដើម្បីចង់ដឹងពីសមត្ថភាពរបស់ខ្មោចស្រីនេះតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះយើងបានដឹងហើយថាវាមានសមត្ថភាពប៉ុណ្ណាឯងកុំបារម្ភអីសំខាន់តម្លៃជួបគ្រូប្រហែលជាក្រាស់បន្តិចហើយនាងមង្គលញញឹមលាក់ទំនួលហើយនិយាយតបទៅម៉ែគ្រូឲ្យតែម៉ែគ្រូធ្វើការបានសម្រេចពេលណាខ្ញុំនឹងឲ្យម៉ែគ្រូគុណនឹង10យាយម៉ែគ្រូនោះញញឹមយ៉ាងមានទំនុកចិត្តព្រោះគេគិតថាគេនឹងអាចកម្ចាត់ចលនាបានពិតប្រាកដមែនចំណែកឯចលនាស្រីក៏បានទៅរកនរៈរាជទៀតហើយមណ្ឌវីស្រីនិយាយទៅកាន់នរៈរាជថាលោកនរៈរាជនេះលោកមិនគិតប្រាប់ខ្ញុំខ្លះទេមែនទេថាខ្ញុំស្លាប់ដោយសារមូលហេតុអីនរៈរាជក៏ឆ្លើយតបទៅស្រស់ស្ដីវិញថាអ្នកនាងក៏មកខំអីខ្ញុំចង់ឲ្យអ្នកនាងដឹងតាមគំរូតែខ្ញុំគ្រាន់តែចង់ដឹងឲ្យលឿនជាងនេះមិនបានទេអីលោកជួយប្រាប់ខ្ញុំបន្តិចទៅណាខ្ញុំសូមវល់មិនបានទេអ្នកនាងនេះជាច្បាប់ឋានលើខ្ញុំមិនអាចនិយាយបានទេចលនាក៏និយាយរបៀបភ្នាក់ខ្នក់ដាក់ទៅនរៈរាជប្រភពអីក៏ចិត្តអាក្រក់ម្លេះប៉ុន្តែខ្ញុំជួយប្រាប់លោកកាលពីយកមិញគឺមានវិញ្ញាណខ្មោចមួយមកធ្វើបាបខ្ញុំហ្នឹងណានរៈរាជក៏សួរទៅស្រស់ស្ដីទៀតថានេះអ្នកនាងត្រូវវិញ្ញាណខ្មោចធ្វើបាបមែនទេតើមានត្រូវរបួសត្រង់ណាដែរទេខ្ញុំមិនអីនោះទេត្រឹមវិញ្ញាណខ្មោចប៉ុណ្ណឹងមិនអាចធ្វើអ្វីខ្ញុំបានទេប៉ុន្តែខ្ញុំគ្រាន់តែចង់ដឹងថាហេតុអីវិញ្ញាណខ្មោចនោះចង់ធ្វើបាបខ្ញុំទៅវិញនេះប្រហែលជាមាននរណាម្នាក់ដឹងហើយថាអ្នកនាងជាវិញ្ញាណខ្មោចនៅក្បែរលោកវឌ្ឍនាហើយតាមជួយលោកវឌ្ឍនារហូតមកនោះអីចលនាស្រីលឺនរៈរាជនិយាយបែបនោះនាងក៏ឆ្ងល់ថានេះមានអ្នកដឹងមែនទេតើនរណាគេទៅដែលដឹងរឿងនេះ
ប៉ុន្តែថ្ងៃមុនលោកនរៈរាជទៅតែប្រាប់ខ្ញុំថាខ្ញុំនឹងមានគ្រោះថ្នាក់ប៉ុន្តែហេតុអីគាត់មិនប្រាប់យើងថាជាអ្នកណាគេទៅវិញចំណែកឯគ្រូខ្មោចឯនេះវិញគាត់កំពុងតែធ្វើសមាធិដើម្បីចង់ដឹងរឿងរបស់ចរណៃគ្រូខ្មោចធ្វើសមាធិរួចហើយគាត់ក៏ដឹងថាចរណៃត្រូវមេធុស្រីដកវិញ្ញាណរបស់នាងដាក់នៅក្នុងប្រឡងចំណែកឯរូបកាយរបស់នាងគឺបានយកទៅលាក់នៅកន្លែងអាថ៌កំបាំងមួយកន្លែងនាងមង្គលក៏បានទៅជួបគ្រូខ្មោចនោះម្ដងទៀតនាងមង្គលក៏សួរទៅគ្រូខ្មោចថាយ៉ាងម៉េចទៅហើយម៉ែគ្រូតើរកវិធីកម្ចាត់ខ្មោចស្រីនោះបានហើយឬនៅម៉ែគ្រូសើចដោយមានទំនុកចិត្តលំដាប់គ្រូខ្មោចដូចខ្ញុំទៅហើយរឿងអីដែលខ្ញុំធ្វើមិនបាននាងមង្គលសួរទាំងត្រេកអរពិតមែនទេម៉ែគ្រូតើទៅធ្វើយ៉ាងម៉េចទៅម៉ែគ្រូគឺយើងត្រូវរករូបរបស់នាងឲ្យឃើញសិនថាម៉េចរូបរបស់នាងមែនទេតែនាងស្លាប់រាប់រយឆ្នាំហើយម្លេះគឺនៅសល់តែចឹងទេម៉ែគ្រូនោះញញឹមតិចតិចហើយនិយាយតបទៅវិញថាប៉ុន្តែខ្មោចស្រីម្នាក់នេះមិនមែនទេនាងត្រូវបានមេធុបដកវិញ្ញាណមកដាក់នៅក្នុងប្រឡងចំណែកឯរូបរបស់នាងត្រូវគេបានយកទៅលាក់នៅ